ក្តីស្រមៃរបស់អ្នកគាំទ្រចង់ឃើញបំផុតពេលនេះលេចចេញជារូបរាងជាផ្លូវការហើយទីបំផុតក្រុមមន់ខ្នាយមាសត្រាំស្ពើបានក្រុងជើងឯក UEFA Europa League ជាផ្លូវការបន្ទាប់ពីខកខានឈ្នះពានរយៈពេល17ឆ្នាំស្ពើឈ្នះពានលើកចុងក្រោយបងអស់គឺឈ្នះ League Cup តាំងពីឆ្នាំ2008ឆ្នាំ2008គិតមកដល់ពេលនេះគឺ17ឆ្នាំហើយដែលពួកគេមិនដែលឈ្នះពានទាំងអស់ពានផ្លូវការគឺមិនដែលស្គាល់រសជាតិតែម្ដងសម្រាប់ Spurs អញ្ចឹង17ឆ្នាំហើយបន្ទាប់ពីផ្ដួល Manchester United កាលពីយប់មិញនេះ1-0ត្រឹមតែ90នាទីទេពួកគេឈ្នះវគ្គផ្ដាច់ព្រាត់ទៅលើក្រុម Man U នៅ UEFA Europa League តាមពិតទៅ Spurs ធ្លាប់ឈ្នះពានរង្វាន់មួយនេះ2ដងហើយការឈ្នះលើកចុងក្រោយរបស់ Spurs គឺឆ្នាំ1984បើយើងរាប់កាលពី84ឈ្នះ Europa League មកដល់ពេលនេះគឺពួកគេខកខាន41ឆ្នាំហើយខកខានឈ្នះ Europa League ឥឡូវនេះគេឈ្នះជាលើកទី3បាទគេឈ្នះជាលើកទី3សម្រាប់ Spurs អញ្ចឹងការឈ្នះលើកទី3នេះគឺជាការឈ្នះរយៈពេល41ឆ្នាំនៅពាន Europa League ហើយក៏បើយើងរាប់ការឈ្នះពានរបស់ Spurs លើកចុងក្រោយនោះគឺឈ្នះ League Cup នោះគិតមកដល់ពេលនេះគឺ17ឆ្នាំហើយដែលខានឈ្នះពានអញ្ចឹងបើយើងគិតពីក្មេងណាបងប្អូនក្មេងប្រុសក៏ចិត្តទៅកំឡោះទៅហើយយំទងទៅហើយក្មេងស្រីនោះក៏ទៅក្បែរកមុំទៅហើយបងប្អូនអើយបាទអញ្ចឹងអញនិយាយថាយូរហើយបើសម្រាប់ Spurs អញ្ចឹងក៏អបអរសាទរសម្រាប់មន់ខ្នាយមានត្រឹម Spurs ដែលឈ្នះជើងឯក UEFA Europa League ជាលើកទី3បាទ3សម័យក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដែលពានទី3នេះគឺបង្កើតកំណត់ត្រាជាច្រើនសុនក៏បានឈ្នះពានរង្វាន់ជាលើកដំបូងឈ្នះពានរង្វាន់ជាលើកដំបូងជាមួយនឹងក្លឹបបាល់ទាត់នៅក្នុងអាជីពបាល់ទាត់របស់គាត់ហឹងមីនសុនដែលជាតារាឆ្នើមរបស់អាស៊ីរបស់យើងដែលមានអ្នកគាំទ្រជាច្រើននៅកម្ពុជារបស់យើងចង់ឃើញសុនលើកពានពេលនេះហឹងមីនសុនឈ្នះពានហើយបានលើកពានជាមួយនឹង Spurs ហើយលើការ 100% ហើយបាទអបអរសាទរដល់ហឹងមីនសុនផងបាទហើយការឈ្នះពាននេះទៀតសោតបងប្អូនក្រោមការដឹកនាំរបស់គ្រូបង្វឹកអេងប៉ូស្តេកូក្លូដែលគាត់មកដឹកនាំរដូវកាលដំបូងអត់ឈ្នះពានអីទេក៏ប៉ុន្តែគាត់បានសន្យាថាគាត់នឹងដឹកនាំឲ្យ Spurs ឈ្នះពាននៅក្នុងឆ្នាំទី2ដែលគាត់ដឹកនាំបាទរដូវកាលទី2អញ្ចឹងពេលនេះគាត់ដឹកនាំបានឈ្នះមួយរបស់គាត់មែនណែអញ្ចឹងក៏សាទរទៅដល់លោកអេងប៉ូស្តេកូក្លូទៅទៀតបាទយប់មិញនេះបងប្អូនយើងបាទ Spurs ឈ្នះ 1-0 នោះគឺណែឈ្នះដោយសារការធ្វើចូលទីខ្លួនឯងពីសំណាក់ Luke Shaw ការទាត់បាល់ពីសំណាក់ Brennan Johnson ទៅផ្លាតជាមួយនឹង Luke Shaw ត្រូវដៃបន្តិចក៏ឡងចូលទី 1-0 នេះចប់90នាទីធ្វើឲ្យ Man U ខកខានឈ្នះជើងឯកជាលើកទី2ក្នុងប្រវត្តិសាស្ត្រ Man U ឈ្នះលើកចុងក្រោយឈ្នះដំបូងតែម្ដងនឹងឯងបាទគឺ2017ឥឡូវនឹងអត់បានទៀត Spurs ជាអ្នកក្លេពាននេះទី3បាទអញ្ចឹងការឈ្នះ3ពានរបស់ Spurs នេះគឺតាមទាន់កំណត់ត្រាក្រុមធំជាច្រើនដូចជា4ក្លឹបទៀតបងប្អូនដែលឈ្នះពានរង្វាន់Europa League នេះគឺមានឈ្នះ3សម័យកាលឥឡូវ Spurs បាន3ដែរក្រុមដែលឈ្នះ3សម័យកាលនោះគឺឈរលើរៀងទី2ទាំង3បាទគឺមាន Atletico Madrid, Inter Milan, Juventus ហើយនិង Liverpool បាទអញ្ចឹង4ក្រុមហ្នឹងគឺឈ្នះ3សម័យហើយក្រុមដែលឈ្នះបានច្រើនជាងគេទាំងអស់ហ្នឹងគឺ Sevilla 7សម័យបាទឥឡូវនេះ Spurs ចូលរួមគេដែរបាន3សម័យគេតាមទាន់កំណត់ត្រា Liverpool ដែលជាក្រុមរួមប្រទេសរួមលីកជាមួយគ្នាហ្នឹងនៅអង់គ្លេសមានតែ Liverpool មួយគត់ដែលឈ្នះពាននឹង3ដងបាទឥឡូវនេះ Spurs បាន3ដែរអញ្ចឹងមានន័យថានៅអង់គ្លេសមានក្រុមឈ្នះ3ពានហ្នឹងគឺ Spurs ហើយនឹង Liverpool ឈ្នះ3ស្មើគ្នាក្រុមផ្សេងក៏មានឈ្នះដូច Man U ដូច Chelsea បាន2ដងឯដែរហ្នឹងប៉ុន្តែក្រុមដែលឈ្នះបាន3ច្រើនជាងគេគឺ Spurs និង Liverpool នៅឯអង់គ្លេសបាទបងប្អូនយើងមកសម្រាប់ក្រុមមន់ខ្នាយមាសត្រាំ Spurs ការឈ្នះពានរង្វាន់មួយនេះមានអ្នកគាំទ្រពេញពិភពលោកច្រើនមែនទែនមិនថាតែណែបងប្អូនដែលស្រឡាញ់ក្រុមផ្សេងបាទស្រឡាញ់ក្រុមផ្សេងវាច្រើនគឺចង់ឃើញ Spurs លើកពានមកព្រោះថាខានលើកពានយូរហើយអញ្ចឹងគឺជាក្តីស្រមៃបងប្អូនយើងទាំងអស់គ្នាចង់ឃើញ Spurs ឈ្នះជើងឯកពេលនេះគឺ 100% ហើយលើការឲ្យឈ្នះ Europa League ខានលើកពានយូរហើយ Spurs បើនៅក្នុងលីករដូវកាលហ្នឹងវេទនាបងប្អូនអើយប៊ីសតាំងធ្លាក់ទៅ Championship ទៀតឥឡូវហ្នឹងនៅលេខរៀងដូចជាក្បែរតំបន់កាត់ចោលទៀតប៉ុន្តែក្រុមដែលកាត់ចោលគេរកឃើញហើយ Spurs នៅលេង Premier League រដូវកាលបន្ទាប់ដដែលទេបាទលេងនៅ Premier League រដូវកាលបន្ទាប់ដដែលទេអញ្ចឹង Spurs វេទនានៅ Premier League ក៏ប៉ុន្តែពួកគេធ្វើបានល្អនៅឯ Europa League
ហើយបន្ទាប់ពីឈ្នះ Manchester United 1-0 នេះក្រុងជើងឯក Europa League លើកទី3នេះពួកគេមានកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយជាផ្លូវការបាទអញ្ចឹងអបអរសាទរសម្រាប់ក្រុម Spurs ទីដែរបានកៅអីលេង Champions League បាទតាមរយៈចុងក្រោយនឹងវេទនាណា Spurs បាទមិនសូវយល់អបប្រមាណឥឡូវនេះបាន Europa League មួយបានកៅអីលេង Champions League មួយទៀតរឹតតែពិសេសបាទសម្រាប់ក្រុមបាទមន់ខ្នាយមេត្រមក Spurs អញ្ចឹងនៅរដូវកាលនេះបើយើងនិយាយទៅបាទនៅឯអង់គ្លេសសាបូខាងផ្នែកខាងបាក់សីបាទឈ្នះពានរហូតដូច Liverpool បាទ Crystal Palace Newcastle ឥឡូវ Spurs ទៅឈ្នះពានទៅបាទឈ្នះពានទៅចឹងអបអរសាទរសម្រាប់ Spurs សោកស្ដាយសម្រាប់ក្រុម Manchester United ដែលខកខានការប្រកួតខកខានការលើកពានជាលើកទី2នេះស្ដាយអាណិត Man U លេងល្អដែរបងប្អូនយើងក៏ប៉ុន្តែมันអាចរកគ្រាប់បាល់បានបុកសម្រុកមែនទែនមកសម្រាប់ក្រុម Manchester United បងប្អូនបើយើងទៅមើលនៅស្ថិតិនៃការប្រកួតរវាងក្រុមទាំងពីរណាបងប្អូន90នាទីពេញ Spurs សុទ្ធបានតែ3ជើងទេបាទតែ3ជើងទេចំគោលដៅមួយនោះឲ្យបានមកគ្រាប់ក៏ប៉ុន្តែមកគ្រាប់នោះការសុទ្ធចំគោលដៅមួយរបស់ Spurs នឹងគឺអត់ចូលទេក៏ប៉ុន្តែមកគ្រាប់របស់ Man U នឹងSpurs នឹងសុទ្ធដោយ Luke Shaw របស់ Man U ជាអ្នកសុទ្ធឲ្យវិញបាទហើយ Man U សុទ្ធ6ទៅ10ជើងណា16ជើងចំគោលដៅ6ហើយអត់ចូលអញ្ចឹងអាចនិយាយថាអ្នកចាំទី Vicario នឹងទូឯកយប់អញបងប្អូនសង្គ្រោះ6ដងបើតាមចូល6គ្រាប់អញ្ចឹង Spurs អាចនឹងមិនបានលើកពានទេហើយ Mickey Van de Ven ទាត់បាល់នៅពីមុខទីណាបងប្អូនអ្នកចាំទីផុតអ្នកចាំទីហើយនៅសល់ Mickey Van de Ven ទាត់ clear កំអីហ្នឹង Spurs អត់ពានទៀតបាទសុទ្ធចំគោលដៅហើយនៅតែ Mickey Van de Ven មកសង្គ្រោះបានចឹងអាចនិយាយថា Man U គ្រប់គ្រងបាល់ 73% Spurs តែ 27% ទេយល់ទៅ Man U លេងល្អមែនតើយល់មិញក៏ប៉ុន្តែបុកមិនធ្លុះទេបុកមិនធ្លុះ Spurs ជាអ្នកឈ្នះ90នាទី 1-0 ក្រុងជើងឯក Europa League ជាផ្លូវការស្ដាយអាណិត Man U បងប្អូនហើយបាទប៉ុន្តែធ្វើម៉េច Spurs គេបានពានហើយក៏អបអរសាទរដល់ Spurs ហើយណាមួយ Spurs មិនដែលឈ្នះពានផង Spurs ឈ្នះតែមកទៅបាទ Spurs ឈ្នះតែមកខានលើកពាន7ទៅ10ឆ្នាំហើយបងប្អូនហើយបាទលើកចុងក្រោយនោះគឺឈ្នះនៃ League Cup បាទឬក៏យើងហៅថា Carabao Cup នោះឆ្នាំ2008រមកដល់ពេលនេះគឺ17ឆ្នាំហើយដែល Spurs ខកខានអបអរសាទរដល់ Spurs បងប្អូនយើងមកខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការទស្សនា